រដ្ឋបាលខេត្តព្រះសីហនុនាំយកអំណោយសប្បុរសធម៌សួរសុខទុក្ខវីរៈកងទ័ពជួរមុខនិងជនភៀសសឹកក្នុងភូមិសាស្ត្រខេត្តព្រះវិហារថ្ងៃច័ន្ទទី23ខែកុម្ភៈឆ្នាំ2026ឯកឧត្តមម៉ាំងស៊ីណេតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខនិងនាំយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតជូនដល់វីរៈកងទ័ពជួរមុខចំនួន5អង្គភាពក្នុងភូមិសាស្ត្រខេត្តព្រះវិហារស្មារតីសាមគ្គីភាពរវាងសមរភូមិក្រោយនិងសមរភូមិមុខក្នុងឱកាសសំណេះសំណាលជាមួយមេបញ្ជាការរងកងពលនិងតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារឯកឧត្តមអភិបាលខេត្តបានពំនាំនូវទឹកចិត្តសាមគ្គីភាពយ៉ាងជ្រាលជ្រៅពីសំណាក់ព្រះសង្ឃមន្ត្រីរាជការនិងប្រជាពលរដ្ឋខេត្តព្រះសីហនុដែលបានរួមគ្នាលះបង់កម្លាំងកាយចិត្តវេចខ្ចប់ស្បៀងអាហារទាំងយប់អាធ្រាត្រដើម្បីគាំទ្រដល់វីរៈកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីឯកឧត្តមបានបញ្ជាក់ពីទស្សនវិស័យពង្រឹងជាតិថាដើម្បីឲ្យជាតិខ្លាំងគឺត្រូវតែមានកងទ័ពខ្លាំងថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋខ្លាំងសេដ្ឋកិច្ចខ្លាំងនិងការពង្រឹងសមត្ថភាពចំណេះដឹងជាប្រចាំរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុវត្ថិភាពកងទ័ពដើម្បីឲ្យពួកគាត់មានឱកាសការពារទឹកដីនិងបង្កលក្ខណៈឲ្យប្រជាពលរដ្ឋបង្កើនសេដ្ឋកិច្ចជាតិជាការឆ្លើយតបឯកឧត្តមគឹមរិទ្ធីអភិបាលខេត្តព្រះវិហារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់រដ្ឋបាលខេត្តព្រះសីហនុដែលតែងតែយកចិត្តទុកដាក់ជួយសម្រាលបន្ទុករបស់ខេត្តជាប់ព្រំដែនតាមរយៈការផ្តល់ស្បៀងអាហារសម្ភារៈប្រើប្រាស់និងថវិកាជាបន្តបន្ទាប់នាពេលកន្លងមកអំណោយឧបត្ថម្ភជូនដល់5អង្គភាពទទួលបានអំណោយរួមមានកងពលធំអន្តរកម្មលេខ3កងពលតូចលេខ3លេខ8លេខ9និងតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារអំណោយក្នុងមួយអង្គភាពទទួលបានអង្គ6តោនមី200កេសត្រីខ30យួរត្រីងៀតត្រីចំហុយនិងគ្រឿងឧបភោគបរិភោគជាច្រើនទៀតសម្ភារៈបច្ចេកទេសនិងរបស់ប្រើប្រាស់មានម៉ូតូ20គ្រឿងស៊ីទែនទឹក3000លីត្រម៉ាស់និងវ៉ែនតាការពារផ្សែងតង់ឈុតមុងភួយថវិកាឧបត្ថម្ភចំនួន45លានរៀលក្នុងមួយអង្គភាពសកម្មភាពនេះមិនត្រឹមតែជាការជួយឧបត្ថម្ភផ្នែកសម្ភារៈប៉ុណ្ណោះទេប៉ុន្តែគឺជាការលើកទឹកចិត្តយ៉ាងធំធេងដល់វីរៈកងទ័ពជួរមុខក្នុងការបន្តបេសកកម្មការពារសុខសន្តិភាពនិងមាតុភូមិឲ្យបានរឹងមាំតទៅមុខទៀត